បាទសួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាក៏ដូចជាកូនសិស្សរបស់លោកគ្រូផ្ទាល់ឥឡូវត្រឡប់មកជួបជាមួយនឹងលោកគ្រូនៅវីដេអូថ្មីការធ្វើលំហាត់នៅមេរៀនទី6អញ្ចឹងមេរៀនទី6របស់យើងត្រឡប់ទៅមើលសៀវភៅបាទនេះលំហាត់អនុវត្តមេរៀនទី6ការធ្វើ poster សម្រាប់ខ្ញុំបិណ្ឌវគ្គ2អញ្ចឹងវគ្គ1យើងធ្វើអីគេបាទវគ្គ1គឺយើងធ្វើនៅលើ logo មួយនេះកាលនៅមេរៀនទី5ដល់ពេលវគ្គ2គឺយើងចាប់ផ្ដើមធ្វើ poster ហើយអញ្ចឹងនេះជាធាតុផ្សំដែលគ្រូឲ្យនេះធាតុផ្សំដែលគ្រូឲ្យយើង design poster បែបម៉េចគឺឲ្យចេញទម្រង់ទរយាយបែបនេះបាទអញ្ចឹងវាជាប្រភេទกระดาษ A4 poster មួយសន្លឹកដែលយើងត្រូវយកទៅផុសនៅលើបណ្ដាញសង្គមអីចឹងទៅអញ្ចឹងតោះត្រឡប់ទៅមើលបាទដំបូងគេឲ្យយើងបង្កើតกระดาษកិច្ចការងារថ្មីមួយសិនដល់យើងចុច control ជាមួយអក្សរ N រួចយកប្រភេទ add បាទអញ្ចឹងនេះជាធាតុផ្សំដែលគ្រូឲ្យទៅនៅក្នុង folder សភៅមេរៀនរបស់លោកគ្រូធាតុផ្សំគឺវាមាន folder នេះគ្រូដាក់មេរៀនទី6ការ design ខ្ញុំបិណ្ឌអញ្ចឹងនៅក្នុង folder នេះគឺមានតែវាអត់មានអារូបដែលគ្រូ design ឲ្យចេះណាបាទរូបនេះគឺអត់មានទេខ្ញុំសុំស៊ូមបន្ទូចបាទរូបនេះគឺអត់មានទេគឺយើងមានតែធាតុផ្សំឯងធាតុផ្សំទាំងអស់នេះយើងត្រឡប់ទៅ Photoshop យើងវិញបើក Photoshop មកអញ្ចឹងគេថាមិញអីគេ Control ជាមួយនឹងអក្សរ N បាទយើងប្រើនៅលើ keyboard របស់យើង Control បូកជាមួយនឹងអក្សរ N គឺលុបផ្ទាំងបែបនេះមួយបាទថា new document បន្តមកទៀតគឺឲ្យយើងចូលនេះ tab add នេះចូល add បាទហើយយើងយកប្រភេទ poster ដោយសារយើងធ្វើជាទម្រង់ poster មុនគឺយើងចូលមកយកកន្លែងនេះ2000 គុណ 2000 នេះបាទថាជាទម្រង់ប្រភេទ logo ឥឡូវយើងចូលប្រភេទ poster ម្ដងចុចទៅលើ poster បាទកន្លែង untitle នេះ untitle 11នេះគឺយើងការដាក់ឈ្មោះនៅលើ poster របស់យើងណាអញ្ចឹងអីគេមិនការ design poster ខ្ញុំបិណ្ឌposter ខ្ញុំបិណ្ឌបាទការ design poster ខ្ញុំបិណ្ឌអញ្ចឹងកន្លែងទៅនេះគេមានកំណត់ឲ្យយើងអត់គេមានឲ្យយើងរើសពណ៌រើសអីអត់បាទនេះយកប្រភេទ poster ត្រូវហើយបាទពណ៌ background គេឲ្យយើងយកពណ៌សហើយទាញរូបទាំងអស់ចូលទៅក្នុងកម្មវិធីនេះគឺសំដៅទៅលើកម្មវិធី Photoshop ណាបាទបន្ទាប់ពីយើងបង្កើតกระดาษកិច្ចការងារថ្មីរួចគេឲ្យយើងទាញរូបទាំងអស់ហ្នឹងគឺរូបដែលគ្រូឲ្យទៅក្នុង folder នេះធាតុផ្សំដែលយកទៅ design ហ្នឹងគឺទាញចូលទៅក្នុងនឹងទាំងអស់បាទអញ្ចឹងទៅនេះបាទកន្លែង resolution គ្រូសូមបញ្ជាក់ម្ដងហើយម្ដងទៀតកន្លែងទៅនេះយើងបាច់កែទេ resolution នេះគឺយើងយកទំហំ72ទៅបើសិនជាម៉ាស៊ីនយើងវាទូចបើម៉ាស៊ីនលោកគ្រូម៉ាស៊ីនធំយើងគ្រូអាចយកទៅដល់300 150ឬក៏300តែបើយើងម៉ាស៊ីនយើងទូទៅប្រភេទ laptop ឬក៏យើងគិតថាម៉ាស៊ីនយើងកម្លាំងវាអត់ធំទេ CPU ក៏ទូច RAM ក៏ទូចអីហ្នឹងក៏ទូចគឺយើងយកតែ72បានដែរតែលោកគ្រូសូមយក300ទៅ default ហើយដោយសារម៉ាស៊ីនលោកគ្រូរៀងធំដែរអញ្ចឹងតើនឹងគ្រូសូមបញ្ជាក់ទៀតណាគឺម៉ាស៊ីនយើងទូចឬក៏ប្រភេទ laptop ដែលជាមិនមែនជាការម៉ាស៊ីនដែលគេ designគឺយើងយកតែ72បានហើយមិនបាច់យក300ដូចគ្រូទេ300ប្រយ័ត្នអស់រួចបាទគ្រូសូមចុច create តែម្ដងបាទនៅពេលនោះគឺយើងបានផ្ទាំងនេះផ្ទាំងกระดาษកិច្ចការងាររបស់យើងជាទម្រង់ប្រភេទ poster អញ្ចឹងយើងទាញធាតុផ្សំចូលទាំងអស់បាទចំពោះការទាញបងចង់ទាញម្ដងមួយក៏បានចង់ទាញទាំងអស់ចូលទៅក៏បានឬក៏យើង design មួយយើងទាញមួយក៏បានឥឡូវគឺសូមទាញម្ដងមួយចុះកុំឲ្យថាទាញចូលទាំងអស់ទៅវាលោតញ៉ៃពេលខ្លះម៉ាស៊ីនយើងទូចតែយើងទាញចូលទាំងអស់វាលោតវាកាំងអញ្ចឹងយើងមើលធាតុផ្សំនេះអីគេរូបបាទគ្រូសូមបែកវាទៅដើម្បីស្រួលមើលបាទរូបដំបូងគឺយើងត្រូវធ្វើ background នៅលើអាกระดาษពណ៌សដែលយើងបង្កើតមកហ្នឹងឲ្យវាចេញជាតម្រងនេះអញ្ចឹងយើងគេប្រើមេឃនិងដីហើយនេះបាទនេះមេឃនិងដីដែលគ្រូឲ្យយើងទាញមេឃនិងដីចូលមុនដោយសារមេឃនិងដីគឺយើងត្រូវ design មុនអញ្ចឹងចំពោះការទាញរូបគឺយើងទាញមកយើងមិនមែនដាក់ចូលអញ្ចឹងទេណាគឺយើងទាញទៅដល់ល្បាខាងលើនេះល្បាខាងលើបូក copy ហ្នឹងចាំយើងប្រឡែងបើយើងទាញយកមកដាក់នៅពាក្យកណ្ដាលហ្នឹងវារូបប្រកាសទៅចូលទៅក្នុងហ្នឹងហើយបើយើងទាញទៅដាក់បូកលើ tab ខាងលើនេះគឺវាចេញបែបនេះបន្តមកទៀតយើងចុចអាមេឃដីហ្នឹងយកមកទៅដាក់ចំទៅលើអាឈ្មោះរបស់វាហ្នឹងចុចមកឆ្វេងជាប់អញ្ចឹងមកឆ្វេងរបស់យើងគឺម្រាមគេបាទម្រាមចង្អុលគឺចុចម្រាមចង្អុលនឹងឲ្យជាប់ឬក៏មកឆ្វេងនឹងឲ្យជាប់មកទាញវាចុះក្រោមចេះទាញបែបហ្នឹងរួចចាំយើងប្រឡែងមកយើងវិញអញ្ចឹងវាធ្លាក់បែបនេះហើយបន្តមកទៀតយើងចូលមកដល់កណ្ដាលរូបយកម៉ៅរបស់យើងនេះទៅដាក់ចំកណ្ដាលរូបចុចម៉ៅឆ្វេងគឺយើងគឺម្រាមចង្អុលដដែលចុចម៉ៅឆ្វេងជាប់ទាញវារំកិលតម្លាក់នៅលើអាផ្ទៃពណ៌សយើងនឹងមកបាទប្រឡែងទៅ
រួចយើងមកចុចអានេះភាសានេះទាំងមួយនេះគឺយើងធ្វើរួចហើយយើងទាញវាមកនេះមកចុចមកឆ្វេងចុចទាញវាមកឆ្វេងដៃមកគឺយើងចុចខ្វែងវាចោលទៅបន្តមកទៀតនេះចូលដល់กระดาษការងារពណ៌សដែលយើងទាញរូបនឹងចូលគឺវាបាន layer 1 បាទអញ្ចឹងឈរនៅលើ layer 1ចុច control ជាមួយនឹងអក្សរ T control អក្សរ T គឺបានន័យថាវានឹង select ដើម្បីឲ្យយើង brief រួមរូបនឹងអញ្ចឹងដើម្បី brief រួមរូបកុំឲ្យវាវាច watch អីណាឬក៏កតឿកតល់អីហ្នឹងអញ្ចឹងយើងចុច key shift ជាមួយនឹង L key shift នឹង L ឲ្យជាប់ហើយចំពោះការ zoom រូបគឺយើងយកដាក់ game ទាំង4នេះចុច key shift ជាមួយ R រួចយកដាក់ game ទាំង4ហ្នឹងមួយណាក៏បានដែរ4ហ្នឹងបាទគ្រូសុំដាក់ក្រោមនេះយើងចាប់មកចុចមកឆ្វេងជាប់ទាញវា zoom ចេះទាញមកចេះបានន័យថាវាពង្រីកបើទាញចូលទៅក្នុងបានន័យថាពង្រួមអញ្ចឹងយើងពង្រីកវាពង្រីកឲ្យផ្ទៃវាពេញអាកណ្ដាស់ពណ៌សយើងហ្នឹងបាទកលវាមកហើយពេលដែលឃើញ blur អញ្ចឹងមិនបាច់ខ្វល់អីទេវាអត់ច្បាស់អញ្ចឹងដល់ពេលដែលយើងចុច enter ទៅវានឹងច្បាស់ហើយបាទប៉ុណ្ណេះបន្តមកទៀតគឺយើងចុច enter បាទចុច enter ទៅឃើញទេមេឃនឹងដីហ្នឹងគឺវានឹងច្បាស់ហើយអញ្ចឹងយើងបានទំហំប៉ុណ្្នឹងតោះត្រឡប់ទៅមើលរូបទៀតអីគេបន្តមកទៀតគឺគេយកដើមថ្នោតឬក៏វត្តនេះយកមកដាក់ឬក៏យកស្មៅនេះមកដាក់មួយណាមុនក៏បានដែរឬក៏យកនេះពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងមួយណាមុនក៏បានដែរបាទចូលទៅ folder យើងវិញគ្រូសុំយកពិធីបុណ្យភ្ជុំបិណ្ឌមុនចុះបាទចុចនៅលើបុណ្យភ្ជុំបិណ្ឌទាញវាចូលក្នុងកម្មវិធី Photoshop យើងដូចដែររួចទាញវាដាក់លើផុតកុំដាក់នៅកណ្ដាលបែបនេះណាបើដាក់នៅកណ្ដាលឥឡូវគ្រូសុំឧទាហរណ៍ដាក់នៅកណ្ដាលបើដាក់នៅកណ្ដាលវាប្រកាសជាចេញបែបនេះបើសិនជា file ហ្នឹងជាប្រភេទ PNG អត់មាន background អូខេយើងស្រួលយើងដាក់អញ្ចឹងយើង zoom ទាញយកសេរីហើយក៏បាន enter យកក៏បានតែបើសិនជាប្រភេទ background បែបនេះវិញគ្រូសុំទាញវត្តចូលនេះវត្តវាមាន background មានអីទាញវត្តចូលហើយបើគ្រូតម្លាក់បែបហ្នឹងនេះ zoom ចេញ zoom ចោល zoom in zoom out មកនៅពេលដែលយើងចង់កាត់វាពិបាកមែនទេអញ្ចឹងគ្រូសុំ delete វិញចុច keyboard របស់យើងឈរនៅលើ layer វត្តហ្នឹងទៅដែរ key delete គ្រូសុំទាញវត្តចូលសម័យហើយគ្រូយកមកដាក់ពីលើនេះបាទអញ្ចឹងហើយយើងចុចមកឆ្វេងចុចទាញវាតម្លាក់ចុះក្រោមបាទនៅពេលវាអញ្ចេះគឺវាស្រួលជាងស្រួលដែលយើងកាត់វត្តហ្នឹងហើយយកទៅដាក់អញ្ចឹងនៅក្នុង Photoshop មេរៀនមុនគឺគ្រូបរៀនគឺយើងកាត់គែមនេះវិធីកាត់តម្រងទី2អញ្ចឹងការកាត់រូបគឺមានច្រើនរបៀបយើងត្រូវមើលថានេះរូបមួយនេះវាពណ៌សពណ៌ខៀវអញ្ចឹងវា background អត់សូវអញញ៉ៃច្រើនទេយើងប្រើ tool remove background ចោលតែម្ដងព្រោះយើងចង់បានវត្តយកមកប្រើបាទអញ្ចឹងដើម្បីប្រើប្រាស់ tool remove background នោះបានគឺយើងចូលមកដោះសោវាសិនចូល layer ឬក៏ background ដែលយើងទាញចូលហ្នឹងចុចដោះសោវាមួយបន្តមកទៀតគឺយើងចូល tab window នេះ tab window យើងយកពាក្យថាប្រកតិបាទប្រកតិខាងក្រោមនេះមកចុចនៅលើវានឹងលុបទាំងប្រកតិឲ្យអញ្ចឹងនេះ remove background យើងចុចលើពាក្យ remove background ហ្នឹងមកហើយរងចាំវាបន្តិចវានឹងចាប់ផ្ដើម remove ឲ្យយើងបាទអញ្ចឹងនៅពេលដែលយើងចុច remove background នេះ remove background យើងគិតថាវាដាច់អស់ហើយអញ្ចឹងបានន័យថារូបមួយហ្នឹងគឺយើងមិនអាចប្រើប្រាស់ function remove background ហ្នឹងបានទេចុច control Z បានន័យថា undo ត្រឡប់វាមកវិញបាទប៉ុណ្ណេះបាទចូល layer យើងដដែលអញ្ចឹងបានន័យថាយើងប្រើ remove background ហ្នឹងឲ្យបានទេយើងមានវិធីមួយទៀតគឺយើងប្រើ tool មួយនេះដើម្បីលុបអា QQ ហ្នឹងបាទចូល tool មួយហ្នឹងមកយើងចុចលើវាទៅរួច keyboard យើងគឺ key delete បាទត្រឡប់មកវិញគ្រូសុំ control Z យើងត្រូវដោះសោដូចគ្នាបាទចុចដោះសោរួចចាំប្រើ tool ហ្នឹងនេះ tool ហ្នឹងលុបទៅឃើញទេតាណាដែលយើងចង់លុបគឺចុចលុបវាទៅបាទគ្រូសុំចុចលុបអូខេ control D ដើម្បីដោះ select វិញចូល tool ទី1វិញបាទទាញវាតម្លាក់ចូលទៅក្នុងហ្នឹងបាទនេះឈប់ប្រើយើងអាចចុចខ្វែងបិទបានយក no មកកុំយក yes បាទ zoom in zoom out ដូចមុនយើងទៅមើលរូបដែលគេឲ្យសិនបាទរូបបានន័យថារូបអង្គរវត្តរូបវត្តហ្នឹងគឺនៅផ្ទាំងជាមួយនឹងពណ៌ខៀវនេះអញ្ចឹងទោះយើងលុបនៅសស្នាមក៏វាអត់អីដែរឃើញទេនេះសិតតែគ្រូលុបនៅសស្នាមវាអត់អីទេអញ្ចឹងចូលទៅ Photoshop យើងវិញបាទវត្តហ្នឹងគេទាញដាក់តានេះតាមពិតទៅ
ផ្ទៃដីនេះគេទាញឲ្យវារៀងនឹងក្រោមចេះអញ្ចឹងបានថាយើង control អា layer នេះយើងនឹងឲ្យវាធំតិចដើម្បីឲ្យបាទប៉ុណ្ណេះដើម្បីឲ្យនេះដីនេះវាស៊ីតិចបានថាគេចង់បានអាផ្ទៃពណ៌ខៀវនោះទៅលើរៀងច្រើនអាផ្ទៃដីខ្សាច់ហ្នឹងវាស៊ីតិចអញ្ចឹងបានយើងស្រួលសេរីបាទវត្តហ្នឹងគេដាក់ធានានេះ control zoom វាទូបន្តិចសិនប៉ុណ្ណេះចាស់បាទវត្តទៅនេះ control ជាមួយសញ្ញាបូកដើម្បីពង្រីកផ្ទាំងកិច្ចការងាររបស់យើងហ្នឹងមក layer ទាំងអស់ហ្នឹងមក poster យើងទាំងអស់ហ្នឹងបន្តមកទៀតវត្តនេះយើងមើលរូបគឺគេអត់ចង់បានច្បាស់ទេគឺឲ្យវាព្រិលឬក៏ blur អញ្ចឹងយើងវត្តយើងគឺច្បាស់តែឃើញទេអញ្ចឹងយើងឈរនៅលើ layer វត្តយើងគឺ layer ទី2បាទបន្តមកទៀតចូលពាក្យថា filter បាទយកពាក្យថា blur ហើយយកនេះមកបាទវត្តយើងឃើញទេ blur បាទអញ្ចឹងទំហំវា16ធំពេកទេតម្លាក់នៅសល់10អីមកបាទគ្រូសុំតម្លើងបាទយក 10.00 បាទ 10.00 blur យើងមើលប្រៀបធៀបជាមួយរូបគេចាស់បាទប្រហែលគ្នាយកប៉ុណ្្នឹងទៅ 10.00 បន្ទាប់ពីបានវត្តយើងត្រូវទាញដើមថ្នោតចូលបាទនេះដើមថ្នោតយើងបាទទាញដើមថ្នោតចូលទៅក្នុងនឹងមកទាញនៅលើដាក់ copy ដើមថ្នោតជាប្រភេទ file PNG ទាញវាតម្លាក់ទៅអត់អីទេបាទអញ្ចឹងយើងមើលដើមថ្នោតយើងបាទគេយកមកទៅរៀបរៀងច្រើនដែរ 2 4 6 8 10 12 ដើមបាទដើមថ្នោតយើង 2 យើងយកមកទៅរៀបប៉ុណ្ណេះគឺថាទៅរៀបប៉ុណ្ណេះមួយយើង copy នេះទាញវាមកដាក់កន្លែងសញ្ញាបូកចេះមួយទៀតមកបាទយើងទៅរៀបណាក៏លោយើង design ទៅវាស្អាតជាងគ្រូវាមានដើមថ្នោតខ្លះវែងដើមថ្នោតខ្លះខ្លីអញ្ចឹងទៅយើងទៅរៀបវាបាទប៉ុណ្ណេះមកចង់អស់បាត់ហើយគ្រូសុំស៊ូមមួយដើម្បីវាមានដើមថ្នោតមួយគ្រូមានឃើញថាវាធំបាទប៉ុណ្ណេះបាទទាញនេះមួយទៀត copy វាមួយទៀតមកដាក់គៀននឹងវត្តទៅនេះចុះបាទអូខេដើមថ្នោតប៉ុណ្ណឹងបាទតោះទៀតយកស្មៅវាចូលស្មៅនេះស្មៅរបស់យើងទាញវាដាក់ចូលមកដាក់បូកលើនឹងដដែលចាំបលែងម៉ៅបាទទាញវាចុះក្រោមទាញស្មៅកន្លែងស្មៅហ្នឹងយើងមើលស្មៅគឺនៅលើបាំងចិត្តអាពណ៌ដីនេះដើមថ្នោតហ្នឹងអញ្ចឹងមិនថាស្មៅហ្នឹងគឺវានៅលើដើមថ្នោតទៀតទាញវាដាក់លើពេលខ្លះមិនយើងទាញវាចូលចេះបានន័យថាពេលដែលយើងដាក់ទៅស្មៅហ្នឹងវានៅក្រោមដើមថ្នោតអញ្ចឹងត្រូវទាញ layer ស្មៅហ្នឹងដាក់លើគេបង្អស់ដើម្បីបិទបាំងជាមួយនឹងបាទនេះប៉ុណ្ណេះចាស់បាទអញ្ចឹងវាតិចយើង copy ថែមកបាទទាញ layer ហ្នឹងដាក់ចេញស្នាបូកមកបានបែបនេះអូខេគិតថាបែបនេះស្អាតតែយើងមើលនេះមើលដើមថ្នោតរបស់យើងគឺនៅសល់ដីយើងអញ្ចឹងយើងធ្វើម៉េចឈរទៅលើ layer ដើមថ្នោតហ្នឹងរួចយើងប្រើ tool ទី2នេះលុបវាបាទយកវាមកគូសអញ្ចឹងមកនេះយើងគិតថាគូសត្រឹមណាជាមួយនឹងដើមថ្នោតហ្នឹងបាទប៉ុណ្ណេះឈរលើ layer ដើមថ្នោតទី1ចុច key delete ហើយនេះវាបាត់ទៅនេះឈរលើ layer ទី2ចុច key delete មួយទៀតបាទទី3 delete ទី4 delete ទី5 delete ឃើញទេអស់ control D ដើម្បីដោះ select ហ្នឹងវិញអញ្ចឹងដើមថ្នោតហ្នឹងយើងត្រូវចងវាជាក្រុមមួយមកព្រោះសារយើងត្រូវប្រើច្រើននេះចូល tool ទី1វាសិនបាទដើមថ្នោតគឺយើង copy វាច្រើនអញ្ចឹងយើងចងវាជាក្រុមអញ្ចឹងដើម្បីចងវាជាក្រុមបានឈរនៅលើអាដើមថ្នោត layer ដំបូងគេដែលមុន copy នេះ layer ទី3នេះហើយមាន3 4 copy អញ្ចឹងមកចុច shift ឲ្យជាប់ keyboard យើងគឺ key shift យកវាមកដាក់យកម៉ៅដាក់ពីលើអា layer ដែល copy លេខ3ហ្នឹងក៏ទុយគេមកអស់មកចុចម៉ៅឆ្វេងមើលប៉ក់បាទចុចម៉ៅឆ្វេងមើលប៉ក់រួចឃើញវា select វាស្មើនឹងយើង select layer ទាំងអស់ហ្នឹងចូលគ្នាបន្តមកទៀតនេះ group បាទចុច group នឹងមួយបានថាវា merge វានឹងទាញអា layer ទាំងអស់ហ្នឹងចូលទៅក្នុង group 1ហ្នឹងអញ្ចឹងយើងបិទភ្នែកទៅគឺ group ដើមថ្នោតអញ្ចឹងតំណឹងយើងសរសេរមកដើមថ្នោតចុច double click លើវាពីរដងបាទដើមថ្នោតបាទដើមថ្នោតបាន layer ដើមថ្នោតមួយគេណាស្មៅនេះវាតែ2យើងចង់ដាក់ជា group ក៏ដាក់ទៅមិនដាក់ទេក៏ហើយទៅដោយសារវាមានតែ2តិចអត់អីទេអញ្ចឹងគ្រូសុំ recommend ណានៅពេលដែលយើង design នៅពេលដែល layer យើងច្រើនគឺយើងត្រូវតែបង្កើត group ឲ្យវាទៅដើម្បីកុំឲ្យវាញញ៉ៃឃើញ layer ច្រើនមិញមិញប្រហែលមើលគ្រូមើលសិន2 4 5 layer បើសិនជាយើងអត់ដាក់ group ទេវានេះប្រហែលជាបរិយាយអត់ដែរតទៅមើលរូបទៀតគេយើងធ្វើអីទៀត
បាទក្រោយយើងយក logo ដែលយើង design មុនហ្នឹងហើយនឹងចានស្រាក់ជែកហ្នឹងយកមកដាក់អូខេហ្នឹងស្រួលដល់វគ្គតម្រៀបទេបាទមុនដំបូងគឺយកធាងចេកចូលសិនមកស្លឹកចេករំធាងចេកបាទទាញវាចូលដូចគ្នាបាទអញ្ចឹងធាងចេកយើងគឺវានៅជាប់ background សស្រួលទេតំណឹងគឺយើងប្រើ tool មួយនេះលុបវាមកបាទចុចនៅលើផ្ទៃពណ៌សចុច key delete បាទ delete ទៅឃើញទេចុច control ជាមួយអក្សរ D ដើម្បីលុបវាចេញវិញបាទបន្តមកទៀតយើងយកនេះល្អីកញ្ជើនេះចូលបាទទាញវាចូលមកអញ្ចឹងទៅនេះដាក់ទៅនេះចុះអញ្ចឹងស្លឹកចេកយើងលោកគ្រូអត់ស៊ូមនេះទេគ្រូស៊ូពង្រីកស្លឹកចេកវិញស្លឹកចេកវាធំចេះវិញវាស្រួលជាងបាទចេះអូខេ enter មកប៉ុណ្ណឹងបន្តទៀតចានស្រាក់នេះស្រាក់ទាញវាដាក់លើផុតចឹងដូចគ្នាទាញវាចូលផ្លុកចឹងចានស្រាក់ទៅនៅលើស្លឹកចេកនេះនៅលើអាឡអីកញ្ជើនេះដាក់ទៅនេះចានស្រាក់មែនទេយើងមើលបាទអូខេចានស្រាក់គេដាក់ទៅនឹងបន្តមកទៀត logo របស់យើង design មុនហ្នឹងនេះពពកសិនទាញអាផ្ទៃដែលគេឲ្យនេះអស់សិនពពកបាទដាក់ទៅនេះលុបវាចោលបាទនេះពពកបាទអញ្ចឹងយើងមើលពពកយើងមានមែនទីច្រើនដែរឃើញទេអញ្ចឹងយើងលៃលោកខ្លួនឯង copy ពពកនឹងចូលមកចង់ដាក់តាណាខ្លះដាក់ទៅនេះទៅដាក់តាណាទៀត copy ដាក់អស់មកដែលយើងតាណាអីយ៉ា control Z បើយើងធ្វើខុសតាណាដែលយើងចង់ដាក់ពពកយើងដាក់ទៅនេះមួយទៀតអញ្ចឹងតានេះគ្រូចង់ឲ្យវា blur បន្តិចឬក៏ទម្លាក់ quality វាអញ្ចឹងយើងតានេះគ្នាទម្លាក់ opacity វាមកបាទនេះទម្លាក់វាអីយ៉ាបាត់ពេកហ្នឹងប៉ុណ្ណេះទម្លាក់ opacity វាយកត្រឹម71អូខេនេះប្រើអញ្ចឹងគ្រូសុំទៅថែមបន្តិចទៅនេះវាឃើញតទេងាត់ពេកយកពពកមកដាក់ទៅនេះមួយទៀតអូខេប៉ុណ្ណឹងបន្តមកទៀតយើងចូលទៅយក logo ដែលយើង design ហើយអញ្ចឹងនៅក្នុងនេះមេរៀនទី5របស់យើងនេះនេះ PNG ទាញវាដាក់លើនេះវិញមកបាទដាក់ចូលផ្លុកនេះទៅនេះមែនទេមើលបាទអូខេតំណឹងស៊ូមទៅមិនស៊ូមក៏ហើយតែអញ្ចឹងកន្លែងតំណឹងគ្រូសុំលេងសម្ោវាបន្តិចអញ្ចឹងមេរៀនក្រោយទៀតនឹងមានតែគ្រូសុំបង្ហាញតែនឹងហើយអញ្ចឹងដើម្បីលេងសម្ោវាបានយើងឈរលើ layer មួយហ្នឹងlayer អារូបមួយហ្នឹងគ្រូស៊ូមបាទស៊ូមវាទៅស្រួលបាទប៉ុណ្ណេះបាទរួចយើងចូល SX ហ្នឹងមកយើងចូល drop shadow នេះ drop shadow ឬក៏ smoke វាយើងចូល drop shadow សិនបាទ drop shadow បានន័យថាឲ្យវាមានសម្ោនេះឃើញទេមានសម្ោមកអញ្ចឹងយើងចង់ច្បាស់គឺយើងសេរីឲ្យសម្ោយើងចង់បានពណ៌អីគេយើងលៃលោកតាមហ្នឹងឃើញទេនេះជាសម្ោដែលយើងចង់បានពណ៌លេងពណ៌ឃើញទេនេះពណ៌ខៀវពណ៌នេះចង់ឲ្យវាស៊ីនឹងដីអូខេអញ្ចឹងយើងចង់ដាក់ច្បាស់ប៉ុណ្ណានេះសម្ោយើងសេរីទៅប៉ុណ្ណេះធំពេកប៉ុណ្ណេះអូខេបន្តមកទៀត drop shadow នេះហើយ drop shadow ហើយ spot នេះចូលទៅនេះមកហើយវាដាក់ហ្នឹងបាត់អញ្ចឹងប្រើ drop shadow មួយបានចុចអូខេ control សញ្ញាដក zoom វាមកវិញឃើញទេបន្តទៀតយើងគេយើងមើលបាទតោះទៅលេងស្រុករបស់យើងយកវាទៅធ្វើជាអក្សរមាសអញ្ចឹងទៅនឹងដោយសារនីតិវីដេអូយើង20 level ហើយលោកគ្រូសុំមកធ្វើគឺចូលទី6វិញតែយើងមានពេលវេលាគឺយើងត្រូវរៀនធ្វើអស់ទៅអញ្ចឹងលោកគ្រូឃើញសុំទាញវាចូលបានហើយអត់ធ្វើវាទៅជាអក្សរមាសទេបើចំណាយធ្វើវាទៀតគឺយូរអញ្ចឹងគ្រូសុំប្រើសុទ្ធពណ៌ដែល control set ដោយសារយើងធ្វើខុសពណ៌ហ្នឹងទៅនេះឃើញទេតោះទៅលេខស្រុកទៅមក control អក្សរ T ពង្រួមវាទៅព្រោះឲ្យវាធំពេកចង់ប្រព័ន្ធវត្តហើយបាទប៉ុណ្្នឹងចុះអូខេអញ្ចឹងយើងមានពេលវេលាច្រើនគឺយើងធ្វើអាតោះទៅស្រុកហ្នឹងជាអក្សរមាសទៅយើងមើលអីទៀតបាទដូចជាអស់ហើយអ្វីដែលគេឲ្យដូចយើង design អស់ហើយបាទប៉ុណ្ណឹងគឺបាទតែសម្រាប់កូនសិស្ស
design ឲ្យវា professional ជាងគ្រូក៏បានដែរនេះឃើញតែជាការបង្រៀនដំបូងយើងអាចចាប់ផ្ដើមពីចំណុចបន្តិចនឹងទៅសិនអញ្ចឹងនេះយើងមើលសឹកជែកនេះវានៅក្រោមស្មៅអញ្ចឹងសឹកជែកនេះណានេះគ្រូទាញអា2នេះទៅលើឲ្យផុតដើម្បីវានៅលើស្មៅទៀតកុំឲ្យវានៅក្រោមអីណាចាត់ស្រេចក៏ទៅលើដែរបើចាត់ស្រេចនៅក្រោមបាត់ហ្នឹងណាអូខេក៏ត្រូវជាដកបាទប៉ុណ្ណឹងបាទដូចនឹងរូបយើងហើយប៉ុណ្ណឹងមកអូខេហើយអញ្ចឹងនៅពេលដែលយើង save យើង design រួចយើងត្រូវ save គឺត្រូវចាំ save ជា2 file ទី1គឺជា file TIFF file ទី2គឺ file PNG ឬក៏ file JPG file រូបភាពដែលយើង design final ហ្នឹងអញ្ចឹង file TIFF គឺជា file ដែលយើងអាចកែសម្រួលបាននៅពេលក្រោយទៀតអញ្ចឹងគ្រូសុំ save ដំបូងគឺ save ជា file TIFF ចូលកន្លែង file យកពាក្យថា save បាទតនេះដោយសារយើងថ្មីគឺវាអាចនឹង load អញ្ចឹងយកពាក្យថា your on your computer បាទតនេះគ្រូសុំរើសទៅដាក់នៅលើ desktop មក file TIFF ស្រេចមានស្រេចបាទបើយើងអត់មានទេ PDS ឬក៏ PDD ឬក៏ PSTD ហ្នឹងគឺវា load អាហ្នឹងយើងយកជា file TIFF ក៏បានដូរវាជា file TIFF មករួចចុច save ទៅហើយអូខេបាទចាំភាគរយវានេះបាទអូខេមួយទៀតជា file PNG ឬក៏ file JPG អញ្ចឹងយើងអាចចូលទៅកន្លែង save as តែដោយសារ Photoshop របស់លោកគ្រូ version 2022គឺយើងចូល export នេះ export ហើយយកពី export as ឬក៏យកអាលើនេះក៏បានដែរស្រេចចិត្តអាលើនេះវាអាចជា file ធំកម្រិតច្បាស់អញ្ចឹងអាក្រោមនេះគ្រូចង់យកអាក្រោមនេះកុំឲ្យ file រូបភាពមួយហ្នឹងវាធំពេកស៊ីមេធំពេកគ្រូយក export as នេះមកបាទវាស៊ីតែ 1.8 មេទេតែបើលោកគ្រូយកអាលើវិញចាំមើលអាលើបាទ export as ដែរអាលើបាទអញ្ចឹង stop save អញ្ចឹងអាមុន 1.8 ចាំមើលអានេះ1ប្រហែលបាទគ្រូសុំសូវាមកវិញសូ icon វាមកវិញបាទនេះពីរនេះដែលយើង design មកអញ្ចឹងមួយណា file PNG នេះ 11.6 មេឃើញនេះអាលើគឺកម្រិតច្បាស់អាក្រោមអានេះជា file JPG ណាគ្រូយក file JPG ដល់ពេលអានេះ file TIFF របស់យើងហ្នឹងឯងនេះ file TIFF គឺជា file ដែលអាចកែនៅពេលក្រោយបានតែ file JPG គឺជា file រូបភាពមិនអាចកែបានទេបាទអូខេអរគុណច្រើនដោយសារនីតិវីដេអូយើងច្រើនហើយអញ្ចឹងគ្រូសូមបញ្ចប់វីដេអូ demo តែប៉ុណ្ណឹងសង្ឃឹមថាវីដេអូមួយនេះជាជំនួយសម្រាប់ឲ្យបងប្អូនសិស្សឬក៏កូនសិស្សរបស់លោកគ្រូដែលយកសភៅគ្រូទៅរៀនហ្នឹងគឺមានមតិលតាណាដែលគិតថាធ្វើអត់បានអីគឺអាចមើលវីដេអូ clip របស់លោកគ្រូទៅគឺយើងអាចដោះស្រាយនៅបញ្ហារបស់យើងបានបើសិនជាមានចម្ងល់អីផ្សេងៗដែលដោះស្រាយមិនចេញអាចឆាតមក Telegram លោកគ្រូផ្ទាល់មកលោកគ្រូនឹងជួយ support ឬក៏ឆាតទៅក្នុងសាលា digital ហ្នឹងទៅលោកគ្រូនឹងជួយ reply និងជួយ support នៅពេលក្រោយទៀតអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត